នេះមកស្ទួយជាខ្លាំងហ្នឹងលទ្ធផលនេះបានគូសំនេះខ្ញុំដាក់ស្ទួយចាំមើលស៊ីហ្នឹងណាទៅឆ្លាំងស្រួលស្ទួយស្រួលទៀតទៅឆ្លាំងហ្នឹងគោះទឹកភ្លុងយ៉ាងមកឲ្យមានត្រីផ្លប់តើស៊ីតើហើយទៅតូចនេះផ្លប់នេះចូលហើយស្រួលឃើញអត់បាយដោះហ្នឹងស្ទួយទៅឆ្លាំងប្រឡងដែលមានតែឆ្លាំងអត់ពិបាកមើលទេដូចជាមានដៅដីជ្រៅអញ្ចឹងដៅដីជ្រៅអញ្ចឹងហើយមានបន្លាយហ្នឹងទឹកហូរចេញចូលទៅតាមព្រែកទៅតាមនេះចូលទន្លេសាបគួរតែត្រីឆ្លាំងឡើងមកឲ្យតែមានតែខោតែឆ្លាំងឡើងមកហើយវាពេលខែប្រាំងទៅវាសងំអញ្ចឹងសងំដៅដីជ្រៅអញ្ចឹងហើយមកស្ទូចមកដឹងទៅបានហើយនេះពីម៉ោង 9 មកឥឡូវម៉ោង 7:01មកប្រាយ23 គីឡូត្រីនេះពងស្ទូចទៀតពងដាក់ស្ទូចទៀតហើយយើងស្ទូចយើងស្រួលទេយើងដាក់តែនុយដល់បាតដីមកហើយយើងគោះទឹកនេះទុំមកស្ទូចក្លាប់នេះស៊ីទៀតគេស៊ីទៀតនេះទៅឡើមើលតើលិចលោតើវ៉ាវផ្លាច់ដាច់មាត់បាត់ដាក់មកទៀតត្រីឲ្យគោះទឹកវាមកហើយត្រីមានប្រមាណក្បែរហ្នឹងវាមកទាំងអស់បច្ចេកធ្វើម៉េចឲ្យទៅនុយហ្នឹងដល់បាតដីត្រីស៊ីតែឆ្លាំងវាស៊ីបាតដីអត់ពិបាកទេវាឆ្លាំងឲ្យតែយើងដឹងល្បាក់ដឹងថាប្រភពទឹកវាមកពីណាពីណីដឹងឲ្យយើងស្ទូចបានហើយត្រីស្រួលស្ទូចទៅឆ្លាំងផុតដល់ពេលឡាមេករូបភ្លៀងមេស្ទុំអញ្ចឹងអាហ្នឹងត្រីវាជ្រុលហើយដាក់ចឹងមកចង់ហែងអន់ស៊ីមិញគាត់តែមកកន្លែងមកលបាក់ត្រី5 6នេះស៊ីទៀតយ៉ាត្រីនេះហែងតូចស៊ីហើយទៅទៀតអត់ទៀតចូល2 ដងហើយលទ្ធផលមកថងនេះលទ្ធផលមកថងបឹបតែម្ដងប្រហែលជា3 គីឡូជាងត្រីនេះបានហើយឈប់ហើយថ្ងៃម៉ោង 3 ហើយថ្ងៃនេះបកត្រីស្ទួយទៅឆ្លងឆ្អែតបើថ្ងៃនេះបានទេ